ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលមកធ្វើការលាក់ឆាតនៅក្នុង Messenger អញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយបងប្អូនទាំងអស់គ្នាចូលនៅក្នុង Messenger មកបងប្អូនមកអញ្ចឹងនៅពេលដែលបងប្អូនចូលនៅក្នុង Messenger មកបងប្អូនឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់លាក់ឆាតនរណាម្នាក់បើពីមុនបងប្អូនចង់លាក់ឆាតនរណាម្នាក់បងប្អូនគ្រាន់តែធ្វើការអស់វាមកខាងឆ្វេងមកបងប្អូនចុចទៅលើពាក្យថា archive មកអញ្ចឹងគឺវានឹងបាត់ឆាតហ្នឹងហើយតែបើសិនជាវាបាត់អញ្ចឹងគេចូលទៅកន្លែង archive នេះគឺគេនឹងឃើញឆាតនៅកន្លែងហ្នឹងដដែលអញ្ចឹងបើសិនជាយើងចង់លាក់ហើយមិនឲ្យគេឃើញគឺយើងអាចធ្វើវិធីនេះបានអញ្ចឹងបើសិនជាបងប្អូនចង់លាក់ Messenger របស់នរណាម្នាក់ឧទាហរណ៍នៅខាងលើនេះចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការអស់វាមកខាងស្ដាំដូចគ្នាមកបន្តមកទៀតបងប្អូនចុចទៅលើពាក្យថា more បន្ទាប់ពីចុចទៅលើពាក្យថា more ហើយនេះបងប្អូនកលេចមកខាងក្រោមនេះមានឃើញពាក្យថា restrict ចឹងនៅពេលដែលបងប្អូនចុចទៅលើពាក្យថា restrict ទៅ chat messenger គឺវានឹងត្រូវបានបាត់ហើយអញ្ចឹងគេចូលនៅក្នុង archive នេះមើលក៏អត់ឃើញដែរអញ្ចឹងបើសិនជាបងប្អូនលាក់ចឹងហើយបងប្អូនចង់ទៅបង្ហាញឲ្យឆាតដែលយើងលាក់នឹងចេញមកវិញបងប្អូនទាំងអស់គ្នាចូលមកកាន់ menu ហ្នឹងមកហើយបងប្អូនទាំងអស់គ្នាចូលទៅកាន់ setting នៅខាងលើហើយបងប្អូនទាំងអស់គ្នាអស់ចុះក្រោមតិចមកបងប្អូនចុចទៅលើពាក្យថា privacy and safety ហើយអស់ចុះក្រោមបន្តិចទៀតមកអស់ចុះក្រោមតិចមកបងប្អូនឃើញមានពាក្យថា restricted profile បងប្អូនចុចទៅលើហ្នឹងមកអញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញឆាតដែលបងប្អូនបានលាក់នៅក្នុងហ្នឹងហើយអញ្ចឹងនេះបើសិនជាបងប្អូនទាំងអស់គ្នាចង់បង្ហាញវិញគ្រាន់តែធ្វើការអស់វាមកខាងស្ដាំមកអស់សំតោអស់វាមកខាងឆ្វេងអញ្ចឹងមកហើយបងប្អូនចុចទៅលើពាក្យថា restrict ហ្នឹងទៅអញ្ចឹងឆាតដែលយើងលាក់ហ្នឹងគឺវានឹងលោតមកកន្លែងដើមវិញហើយនេះបងប្អូនទាំងអស់គ្នាឆាតគឺវានឹងលាក់គឺវានឹងចេញមកវិញហើយចឹងនៅក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំណាមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ